បាត់ចិត្តឯងក៏យកអីគេបើក្បាលវីដេអូមកបងប្អូនឃើញក៏ច្រំផុកទាំងបងប្អូនដឹងថាស្លោអីអត់តែគ្រាន់តែឃើញបន្លែក៏ដឹងដែរថាស្លោអីមានអត់បងប្អូនចាថ្ងៃហ្នឹងគឺស្លោសម្លកកោផងយើងខានហូបយូរដែរបងប្អូននិយាយថាអូជាតិសាហាវហ្មងហើយថ្ងៃហ្នឹងបងទី1គាត់មកអញ្ចឹងស្លោកកោហូបហ្មងទៅថាកោថ្នោតផងយើងបងប្អូនផ្លែថ្នោតគឺមិនសូវតែបានហូបទេគឺកាលនៅបាត់ដំបងហូបម្ដងហើយនៅមកស្លូហ្នឹងខ្ញុំគាត់ថាគាត់ចង់ហូបសម្លកកោថ្នោតអញ្ចឹងបងស្រីខ្ញុំគាត់ទិញពីបាត់ដំបងមកតែម្ដងទៅបងប្អូនហើយទិញនៅស្នឹងយើងហ៎ទិញផ្លែថ្នោត3 4ផ្លែហ្នឹងខ្ញុំស្លកកោឲ្យគាត់ហូបតែម្ដងទៅនិយាយថាអូជាតិដែរតាប៉ុន្តែវារសជាតិរៀងល្វីងមែនអត់បងប្អូនចាវារៀងស្ងាត់អីអញ្ចឹងណាហើយបន្លែយើងនិយាយថាអូចង់មែនតែនហ្មងហើយមួយឆ្នាំឡើងហៀហ្មងហើយកកោតតែខាប់អញ្ចឹងមិនឆ្ងាញ់មកថារីវិញអត់ឆ្ងាញ់ទេបើស្លបែបដាក់ទឹកច្រើនណាអត់រាវអត់ឆ្ងាញ់ទេដាក់អង្ករលីងឲ្យច្រើនទៅអូនិយាយថាជាតិមែនណាបងប្អូននិយាយមែនថាដាក់អង្ករលីងរៀងតិចអីរៀងស្ទើអីនោះជាគេហៅថាសម្លប្រហើវិញហើយតែនេះគឺយើងដាក់មិនឲ្យវាខាប់អីអញ្ចឹងណានិយាយថាអូជាតិលេខ1ហ្មងឲ្យបងប្អូនហើយជាពិសេសបន្លែច្រើនចេះទៀតដល់កកោផងយើងតោះតែបន្លែច្រើនគ្រប់មុខចេះមិនឆ្ងាញ់កាលនៅបាត់ដំបងខ្ញុំហូបកកោសាច់ក្រួចកកោផ្លែថ្នោតសាច់ក្រួចអ៊ំគាត់កិច្ច្រាំអញ្ចឹងទៅតែថ្ងៃនេះគឺដាក់សាច់ជ្រូក3ជាន់បងស្រីខ្ញុំក៏រងអង្កែបដែរប៉ុន្តែអត់មានអង្កែបអត់មានចឹងដាក់សាច់ជ្រូក3ជាន់ហ្មងទៅខ្ញុំថាបើដាក់អង្កែបប្រហែលជាខ្ញុំបានហូបទេខ្ញុំអត់ចេះហូបបងប្អូនហើយនេះគឺយាយចិនផងយើងឯងបងប្អូនហើយស្លគឺឆ្នាំងអស់បងប្អូននិយាយថាអាចមើលបានណាឆ្នាំងសម្លយើងឡើងធំដែរហ្នឹងបន្លែនឹងពេញហើយឡើងខាប់ធិលហ្មងហើយបងប្អូនហើយនិយាយថាអូជាតិមែនតែន3 4 5នាក់ហ្នឹងមួយឆ្នាំងហ្នឹងអស់ហើយបងប្អូនចាហើយនេះឥឡូវឆ្អិនណាបងប្អូនអញ្ចឹងតោះទៅហូបបាយជាមួយខ្ញុំទាំងអស់គ្នាបងប្អូនហើយសម្លឆ្អិនហើយអស់ណាក៏អត់តន់ភ្លក់ជាមួយនឹងសម្លទេក៏ភ្លក់ជាមួយនឹងទឹកត្រីក៏ថាទឹកត្រីឈ្ងុយពេកយកទឹកត្រីខ្មែរយើងបងប្អូនឬក៏ចាញ់ច្រាបងប្អូនអាចសាកទិញហូបបានគឺឆ្ងាញ់មែនតែននៅពេលយើងចាក់ទឹកត្រីហ្នឹងហើយមិនថែមស្ករឬក៏ប៊ីចេងអីទេដាក់តាម្ទេសទៅជីកក្នុងទឹកត្រីហ្នឹងទៅហូបបានបងប្អូនគឺឆ្ងាញ់ហ្មងហើយឆ្ងាញ់ទិញទឹកស៊ីអ៊ីវទៀតហើយថ្ងៃនេះគឺសូមមកចូលវីដេអូទេគឺខ្ញុំឲ្យបងស្រីទី1ខ្ញុំចូលតែម្ដងទៅហើយបងស្រីទី1ខ្ញុំក៏អត់សូវនឹងបានចូលជាមួយខ្ញុំទេបងប្អូនមានតែបងស្រីទី2ទេតែឥឡូវឲ្យមើលមុខបងស្រីទី1បងប្អូនក្មេងជាងគេអត់ចាអាយុច្រើនជាងគេតែនៅក្មេងដដែលអីអញ្ចឹងណាពួកខ្ញុំចាស់តណាស់ហើយក៏ថាទោះជាម្ហូបឆ្ងាញ់ក៏មាត់ក៏អត់ឆ្ងាញ់ដែរដោយសារតែគាត់គិតថ្មីមានថ្មីដែរអញ្ចឹងទៅគាត់ហូបអត់សូវឆ្ងាញ់ទេក៏ប្រាប់ខ្ញុំអញ្ចឹងតែខ្ញុំថាអត់អីទេចូលមកវីដេអូឲ្យខ្ញុំហ្មងទៅចាហើយមើលមាត់បានអីអញ្ចឹងណាអត់ឆ្ងាញ់យ៉ាងម៉េចបងប្អូនហើយសម្រាប់គោផងយើងនៅពេលដែលយើងហូបទៅមានម្ទេសអាចសាត់ដាក់មកក្របទៀតនិយាយថាអូយត្រូវធៀបគ្នាឆ្ងាញ់មែនតើហ្មងហើយបងប្អូនក្តៅដាក់ម្ទេសអាចសាត់បើថាហូបជាមួយនឹងម្ទេសអាធំវិញហ្នឹងក៏អត់ឆ្ងាញ់ដែរវារៀងកពុលតតែម្ទេសអាចសាត់ចេះបានត្រូវគ្នាហើយបើនិយាយពីរឿងសម្លកកូរថតផងយើងវិញគឺកម្រហូបណាស់បងប្អូនខ្ញុំអត់ដែលសូវហូបទេហើយណាមួយអត់សូវចេះចិត្តផ្លែថ្នោតទៀតនេះបងស្រីខ្ញុំគាត់សួរប៉ាខ្ញុំទេសួរថាចិត្តផ្លែថ្នោតមិនអីមិនហើយដោយសារតែបានហូបដោយសារតែប៉ាគាត់ថាគាត់ឃ្លានចង់ហូបអីចឹងណាចង់ហូបកកូរផ្លែថ្នោតអញ្ចឹងបងស្រីខ្ញុំទិញមកឲ្យហ្មងទៅខ្ញុំស្លហ្មងទៅមានអីឆ្ងាញ់ផងគេតាហើយឡើងអាយុប៉ុណ្ណេះណាទៅទៅហូបស្លកកូរថតបាន3ដងទេគឺបើថាមានអ្នកនាំអាចទេគឺអត់នឹងឯងមិនសូវនឹងថានឹកឃើញថាចង់ហូបបានទេស្លកកូរថ្នោតហើយវីដេអូខ្ញុំក៏មានតែប៉ុណ្ណឹងឯងបើពេញចិត្តសូមកុំភ្លេចជួយ follow page របស់ខ្ញុំម្នាក់មួយផងដែរអរគុណបងប្អូនទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយទៀតណា